សូមជម្រាបសួរបងប្អូនប្រិយមិត្តនៅក្នុង YouTube ខ្ញុំបាទរដ្ឋាយូណាសសូមស្វាគមន៍បន្តទៅនេះសូមបងប្អូនអញ្ជើញស្ដាប់បន្តនៅភាគ2អាណាចក្រភ្នំបន្ទាប់ពីនោះក៏បានធ្វើដំណើរតាមសមុទ្រហើយទៅដល់ហ្វូណាន់រីកនីរដ្ឋហ្វូណាននេះមានឈ្មោះថានាងលីវយីលុះបានឃើញសំពៅចម្លែកក៏លើកតបមកបំរុងដេញកំចាត់សត្រូវតែត្រូវហ៊ុនទៀនយកធ្នូទិបបាញ់សំពៅរបស់នាងធ្លីពីម្ខាងទៅម្ខាងនាងភិតភ័យខ្លាំងហើយសុំចុះចាញ់ព្រះបាទហ៊ុនទៀនក៏យកនាងធ្វើជាមហេសីរួចមកក៏នៅគ្រប់គ្រងរដ្ឋហ្វូណាន់ជាដំណរទៅកូនចៅទៀតផងព្រះបាទកៅឌីងព្រះនាងសោមាបើយោងទៅតាមសិលាចារឹកនៅមីសុននិងព្រះអិនកោសីវិញគេអាចកត់សម្គាល់បានថាព្រះមហាក្សត្រខ្មែរទី1មានព្រះនាមកៅឌីងព្រះអង្គជាជនជាតិឥណ្ឌាមកពីស្រុកឥណ្ឌាក្នុងវណ្ណៈព្រាហ្មណ៍ព្រះអង្គបានធ្វើដំណើរតាមសំពៅឆ្លងកាត់តាមមហាសាគរមកដល់នគរគុកធ្លុកសំពៅព្រះអង្គត្រូវប្រជាជននៅទីនោះនាំគ្នាវាយប្រហារចង់លួចប្លន់ព្រះបាទកៅឌីងបានវាយតបទៅលើកងទ័ពព្រះនាងសោមាដែលត្រូវបរាជ័យបាក់ទ័ពលិចលង់ទូកកណ្ដាលសមុទ្ររត់ចុះចាញ់អស់ក្រោយបានជ័យជំនះហើយទ្រង់ក៏រៀបអភិសេកនឹងព្រះនាងសោមាស្ដេចស្រីនគរភ្នំព្រះអង្គក៏បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅនគរភ្នំព្រឹត្តិការណ៍នេះបើតាមប្រវត្តិវិទូខ្លះថាបានកើតឡើងនៅក្នុងសតវត្សទី1នៃគ្រិស្តសាសនាដោយឃើញស្ត្រីនិងបុរសនៅនគរភ្នំជាពិសេសម្ចាស់ស្ត្រីសោមាមិនចេះស្លៀកពាក់បញ្ចេញខ្លួនអាក្រាតឥតអៀនខ្មាស់ព្រះបាទកៅឌីងក៏បង្ហាត់បង្រៀនអ្នកទាំងនោះឲ្យចេះកាត់ដេរសម្លៀកបំពាក់បិទបាំងគេខ្មាស់រឿងដែលសំខាន់មួយទៀតដែលព្រះអង្គបាននាំមកផ្ដល់ដល់សង្គមខ្មែរនោះគឺវិជ្ជាចំណេះចេះដឹងដែលមាននៅក្នុងភាសាអក្សរសំស្ក្រឹតទ្រឹស្ដីឧត្តមគតិទស្សនៈច្បាប់វិន័យក្បួនខ្នាតគម្ពីរនិងរបៀបរៀបចំចាត់ចែងគ្រប់គ្រងនគរដែលមាននៅក្នុងលទ្ធប្រមាញ់សាសនារបបរាជានិយមខ្មែរត្រូវបានរៀបចំចាត់ចែងកំណត់ទៅតាមក្រឹតឲ្យក្រមវិន័យក្បួនខ្នាតដែលមាននៅក្នុងគម្ពីរប្រមាញ់សាសនាឯការគោរពបូជាផ្នែកសាសនាវិញបានផ្លាស់ប្ដូរមកព្រះសិវៈឬព្រះឥសូរដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់នៅក្នុងព្រហ្មញ្ញសាសនាលឹងជាច្រើនត្រូវបានគេសាងសង់ឡើងសម្រាប់តំណាងព្រះអាទិទេពអង្គនេះដូច្នេះនេះជាលើកទី1ក្នុងប្រវត្តិសាស្ត្រដែលនគរខ្មែរឬនគរគោកធ្លុកបានទទួលអរិយធម៌វប្បធម៌និងឥទ្ធិពលឥណ្ឌាព្រះរាជធានីដំបូងរបស់នគរហ្វូណនឬនគរភ្នំមានឈ្មោះថាវៃបូរៈដែលស្ថិតនៅជិតទន្លេមេគង្គជិតស្រុកបាណាមនិងបាភ្នំ 2. រាជវង្សអាណាចក្រភ្នំចំពោះរាជវង្សអាណាចក្រភ្នំរួមមានដូចជាព្រះបាទហ៊ុនហ្វានហ៊ូងទ្រង់ជាបុត្រច្បងរបស់ព្រះបាទហ៊ុនទៀនកៅដេញព្រះអង្គបានទទួលស្នងរាជ្យពីបតាកាលនោះនគរហ្វូណនមាននគរចំណុះ7ហើយនគរទាំង7នោះមានបំណងរើបម្រះទាយកឯករាជ្យវិញតែត្រូវព្រះបាទហ៊ុនហ្វានហ៊ូងវាយបង្រួបបង្រួមធ្វើជាប្រទេសតែមួយនឹងដាក់ញាតិវង្សរបស់ព្រះអង្គឲ្យគ្រប់គ្រងលើនគរចំណុះទាំងអស់នោះផងព្រះបានហ្វានព្រះអង្គគឺជាបុត្រទី2របស់ព្រះបាទហ៊ុនហ្វានហ៊ូងព្រះអង្គបានទទួលស្នងរាជ្យពីបតាតែព្រះអង្គជាមនុស្សខ្ជិលច្រអូសមិនរវីរវល់ពីរឿងនគរទេដូច្នេះកិច្ចការតូចធំត្រូវបានមេតបដ៏អង់អាចម្នាក់ឈ្មោះហ្វានឆេម៉ាន់ទទួលរ៉ាប់រងជំនួសទាំងអស់3ឆ្នាំក្រោយមកព្រះអង្គក៏ចូលទីវង្គតបាត់ទៅហើយនាម៉ឺនសពមុខមន្ត្រីបានសម្រេចលើកលោកមេតបហ្វានឆេម៉ាន់ឲ្យស្នងរាជ្យបន្ពីព្រះអង្គព្រោះលោកក៏ជារាជវង្សម្នាក់របស់ព្រះបាទហ្វានផងដែរព្រះបាទហ្វានឆេម៉ាន់ឬហ្វានម៉ាន់ឬព្រះបាទស្រីមេរវត្តមានរបស់ព្រះបាទហ្វានម៉ាន់ក្នុងការស្នងរាជ្យពុំបានធ្វើឲ្យស្ដេចក្រាញ់ទាំងឡាយសប្បាយចិត្តទេពួកគេបានធ្វើការបះបោរជាខ្លាំងតែត្រូវបានព្រះបាទហ្វានម៉ាន់វាយបង្ក្រាបឲ្យស្ងាត់ស្ងៀមទៅវិញព្រះបាទហ្វានម៉ាន់ជាក្សត្រអង្គអាចក្លាហានណាស់ព្រះអង្គបានបញ្ជាឲ្យគេធ្វើសំពៅធំដាក់បានមនុស្សរហូតដល់700នាក់ព្រះអង្គបានវាយបង្ក្រាបប្រទេសជិតខាងរហូតដល់ជ្រោយមីលេកានិងបានយកនគរជាច្រើនមកដាក់ជាចំណុះព្រះអង្គបានគ្រប់គ្រងលើដីធំទូលាយនិងលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយពីសមុទ្រចិនគឺម្ដុំញ៉ាត្រាងកម្ពុជាក្រោមទៅឈូងសមុទ្រថៃរហូតដល់ឈូងសមុទ្របឹងកាលបើយោងទៅតាមលោកហកូដេសព្រះបាទហ្វានម៉ាន់បានបាត់បង់ព្រះជន្មនាពេលដែលព្រះអង្គយាងចេញទៅបំពេញបេសកកម្មនៅតាមព្រំប្រទល់មានគីនលីនម្ដុំជ្រោយម៉ាលីកាសូមអរគុណច្រើនសម្រាប់បងប្អូនអស់លោកអ្នកដែលបានស្ដាប់នៅភាគ2ហើយសូមបងប្អូនទាំងអស់បានបន្តស្ដាប់នៅភាគទី3បន្តទៀតបាទសូមអរគុណច្រើន